ស្ដីអ្នកទាំងអស់គ្នាវិលមកជួបមានសារជាថ្មីក្នុងរឿងអន្ទាក់ស្នេហ៍របស់កញ្ជ្រោងខ្ញុំតែងតែយល់សប្តិជារៀងរាល់យប់តែងតែឃើញរូបរាងបិសាចកញ្ជ្រោងខ្ញុំតែងតែភ័យខ្លាចរាល់នៅសុបិនទាំងនោះដោយសារតែបិសាចកញ្ជ្រោងនោះតែងតែមកយកសុបិនខ្ញុំជានិច្ចខ្ញុំបានយកសុបិនឃើញសត្វចម្លែកនេះតាំងពីខ្ញុំមានអាយុ10ឆ្នាំមកម្ល៉េះហើយសុបិននេះកើតឡើងជារឿយៗបន្ទាប់មកវាកាន់តែអាក្រក់ទៅហើយនៅពេលថ្មីនេះនៅពេលដែលខ្ញុំបានបិទភ្នែកអញ្ចឹងគ្មានជំរឿទេខ្ញុំមានតែទៅរកមើលកន្លែងដែលគេទុទាយពីជោគវាសនានិងការយកសុបិនអាក្រក់ទាំងនេះក្នុងប៉ុន្មានខែចុងក្រោយនេះគឺខ្ញុំគេងមិនបានគ្រប់គ្រាន់ឡើយហើយខ្ញុំតែងតែមកប្រាសាទដែលមនុស្សគ្រប់គ្នាតែងតែមកគឺជាកន្លែងទុទាយនេះវាពិតជារឿងធ្ងន់ធ្ងរណាស់គាត់ក៏បន្តនិយាយទៀតថានេះវាគឺជារឿងធ្ងន់ធ្ងរវាអាចនឹងជាការស្លាប់មិនអាចកាត់ថ្លៃបានក្នុង1000ឆ្នាំវាអាចជាការគំរាមកំហែងដល់អាយុជីវិតរបស់នាងណាវាអាចមកទាន់ពេលខ្ញុំមានកងដៃខាងវិញ្ញាណដែលអាចទប់ស្កាត់នឹងកញ្ជ្រោងអាក្រក់បើលក់ក្នុងតម្លៃត្រឹមតែ1098ប៉ុណ្ណោះតើអ្នកយកដែរឬទេតែដៃដូនតានេះមានប្រសិទ្ធភាពណាស់វាអាចធ្វើឲ្យកញ្ជ្រោងចចកឬឆ្កែឆ្កួតបាត់ខ្លួនក្នុងខ្យល់អាកាសភ្លាមពេលនឹងដែរកញ្ញានីយ៉ានរបស់យើងក៏រៀបនឹងដើរចេញលោកយាយដែលត្រូវជាអ្នកទូទាយក៏បាននិយាយបន្តពីក្រោយថាមិនដូច្នេះទេអ្នកប្រហែលជាត្រូវញោមញីដោយវិញ្ញាណអាក្រក់គ្មាននរណាម្នាក់អាចជួយជីវិតអ្នកបានទេជីវិតរបស់អ្នកនឹងតែបើអ្នកចង់ដោះស្រាយដោយស្មោះហើយខ្ញុំខ្លាចតែអ្នកជួបនឹងឧបទ្ទវហេតុណាមួយទេចុះបើឥឡូវនេះយើងជាមិត្តនឹងគ្នាទៅហើយខ្ញុំអាចលក់វាក្នុងតម្លៃត្រឹមតែ988ប៉ុណ្ណោះអ្នកយកព្រមដែរឬទេខ្ញុំមិនគួរណារំពឹងថានឹងបានរបស់នៅកន្លែងនេះទេតែអ្នកចង់បញ្ឆោតខ្ញុំដើម្បីគ្រាន់តែចង់បានលុយរបស់ខ្ញុំហើយក៏ជេរខ្ញុំបែបនេះទេអ្នកមិនចាំបាច់ខ្វល់ខ្វាយពីខ្ញុំពេកទេនៅពេលដែលខ្ញុំជួបវាខ្ញុំនឹងហាយស្បែករបស់វាចេញភ្លាមជាមិនខានយ៉ានខ្ញុំនៅកន្លែងនេះមកពួកយើងកំពុងតែរងចាំអ្នកដើម្បីចូលរួមក្នុងការលេងហ្គេមមិត្តភ័ក្តិរបស់កញ្ញាយ៉ានដើរមកមិនទាន់បានប្រហែលជាហ៊ានផងក៏តាក់ជើងនឹងដីរួចក៏ដួលប៉ុន្តែក៏ត្រូវកញ្ញាយ៉ានយើងបានទប់ខ្ញុំពិតជាអរគុណណាស់ហើយក៏មានគ្នាគេមកម្នាក់ទៀតក៏បានហៅឈ្មោះលូលូនិងលីយ៉ាននៅឯណាពួកខ្ញុំគឺនៅទីនេះខ្ញុំនឹងប្រញាប់ទៅភ្លាមចាំមួយផ្លែសិនទៅចាប់តាំងពីវាបានកើតឡើងតើខ្ញុំមិនអាចលេងវាបានដែរឬទេព្រោះអីខ្ញុំមិនសូវចេះលេងហ្គេមប៉ុន្មាននោះទេមានផ្លូវទេយើងទាំងអស់គ្នាកំពុងតែរងចាំអ្នកហេតុអ្វីក៏អ្នកនិយាយបែបនេះទៅរួចខ្ញុំពិតជាចង់ដឹងណាតើឈីយ៉ានមានក្រាស់លើនរណាទេប្រភេទណាវ៉ាវខ្ញុំចង់សួរយូរណាស់មកហើយខ្ញុំពិតជាមិនមានប៉ះពាល់លើនរណាម្នាក់ទេតែយើងនៅតែសួរសំណួរប្រភេទទាំងនេះដោយការពិតឬហ៊ានមែនទេប្រសិនបើអ្នកត្រូវជ្រើសរើសវាសប្បាយក្នុងការលេងនេះមែនទេចុះបើឈានយ៉ានចែករំលែកអាចកំបាំងយ៉ាងដូចម្ដេចឬមូតើអ្នកចង់ធ្វើអ្វីជាងគេនាពេលអនាគតនិយាយតាមត្រង់ទៅខ្ញុំពិតជាមិនមានគំនិតអ្វីទាំងអស់តើអ្នកជ្រើសរើសហ៊ានភ័ក្ររបស់ឈីយ៉ានក៏បានបង្ហាញសារយ៉ាងច្រើនមកឲ្យឈីយ៉ានមើលនិងថែមទាំងនិយាយទៀតថាវ៉ាវនេះពិតជារំភើបណាស់ហេតុអ្វីឈីយ៉ានតើអ្នកនឹងមានសុវត្ថិភាពទេมันមានទូរស័ព្ទសម្រាប់ទំនាក់ទំនងគ្រប់ពេលទេខ្ញុំឮថាវាគួរឲ្យខ្លាចណាស់នៅទីនេះខ្ញុំឆ្ងល់ថាឈីយ៉ានហ៊ានយល់ព្រមហើយក៏បានក្រោកឡើងនិយាយទៅពួកគេថាតោះមាននរណាទៅជាមួយខ្ញុំដែរឬទេនៅពេលនេះបើគ្មានទេខ្ញុំនឹងទៅហើយមិនអីទេរក្សាការប៉ះហេឈីយ៉ានវ៉ាវនាងពិតជាចាក់ចែងយ៉ាងលឿនដែលធ្វើអ្នកទាំងអស់នោះរៀងឆ្លើភ្នែកដែរហ្នឹងនៅពេលដែលឃើញឈីយ៉ានដើរចូលទៅក្នុងតំបន់ហាមឃាត់មួយមើលទៅទេសភាពនៅទីនេះមិនអាក្រក់ណាស់ណាទេចាប់
ពីឈីយ៉ានដល់អាយុ10ឆ្នាំនាងចាប់ផ្ដើមមានសុបិនអាក្រក់ពីកញ្ជ្រោងនាងថែមទាំងហាត់កីឡាតាយខ្វាន់ដូដើម្បីការពារខ្លួនជារៀងរាល់សប្តាហ៍នាងអាចគ្រប់គ្រងបានសូម្បីតែខ្មោចនៅក្នុងផ្ទះខ្មោចឈីយ៉ានក៏បានទាញទូរស័ព្ទមកមើលឃើញម៉ោង 11:43 នាទីទៅហើយតោះដើរលេង10នាទីទៀតរួចចាំត្រឡប់ទៅគេងវិញឈីយ៉ានក៏បានដើរកាន់តែជ្រៅទៅទៅក្នុងព្រៃដែលស្ងប់ស្ងាត់មានតែម្នាក់ឯងនាងក៏បានគិតខ្លួនឯងថាតើខ្ញុំច្រឡំនៅពេលនេះទេហើយក៏វារៀងស្ងប់ស្ងាត់ណាស់ដែរនៅកន្លែងនេះនៅកន្លែងហ្នឹងក៏មានរោងភ្នំមួយដ៏ចម្លែកនិងអាថ៌កំបាំងទៀតផងថែមទាំងមានបុរសដ៏អាថ៌កំបាំងនៅក្នុងហ្នឹងម្នាក់ទៀតផងវាគួរជារឿងចម្លែកណាស់ហើយមើលទៅ